มาសុំសួរចំណាប់អារម្មណ៍មួយតើមានអារម្មណ៍មិនដែរពេលបបកត្រីប្រឡងគេយកប្រឡងគេអញ្ចឹងអត់ទេអាហ្នឹងនិយាយពីសមត្ថភាពនិយាយទឹកដៃហ៎ម្ចាស់ប្រឡងនេះគាត់អស់សមត្ថភាពរកអត់ទេតែដូចមេបដាកូនមិញត្រីស្រែស្រួលណែជួយនឹងស្រែបាទបន្ទាប់ពីខ្ញុំបាក់ដងមួយដើមឥឡូវកំពុងដល់ម៉ោងបាយល្មមបាទបាទចប់កូពីដែរបាទឥឡូវនេះដល់ម៉ោងបាយបាទដុតត្រីគឺអែមមែនតើអូយមកនេះបាទសួស្តីបងប្អូនយើងដែលចូលចិត្តនៅកីឡាបបកត្រីនិងស្ទូចត្រីរីករាយថ្ងៃចុងសប្តាហ៍ហ្នឹងហើយថ្ងៃនេះគឺខ្ញុំបានចេញដំណើរបែបផ្សងព្រេងទៀតហើយគឺបែបសบายជាមួយនឹងធីមរបស់ខ្ញុំគឺថ្ងៃនេះគឺយើងទៅលេងនៅខាងស្រុកអង្គរបូរីខាងឃុំរហាត់ទឹកហ្នឹងហើយខាងរហាត់ទឹកបទីនាងអញ្ចឹងណាបងប្អូនហើយបន្តបញ្ចេញដំណើរមកគឺរោបាយដាក់មួយកាហ្វេមួយអញ្ចឹងណាហើយខ្ញុំគឺចូលតាមច្រកនេះគឺស្ពានកឡអញ្ចឹងណាបងប្អូនហើយខ្ញុំប្រឡងដែរខ្ញុំលេងនេះគឺខ្ញុំទៅខាងបន្ទាយនាងខាងក្រោយវត្តបន្ទាយនាងអញ្ចឹងណាក៏ខ្ញុំជិះតាមផ្លូវហ្នឹងហើយប្រឡងគឺបែបនេះបងប្អូនគឺប្រឡងយើងលេងតាមស្រែបែបនេះគាត់ថាវាមិនសូវជាមានត្រីឯណាទេព្រោះសារថាខាងនេះគឺអត់សូវមានទឹកចូលទេតាមដែលសាកសួរអ៊ំដែលគាត់អ្នកធ្វើស្រែប្រាំងនៅខាងហ្នឹងអញ្ចឹងណាគឺអត់មានទឹកចូលទេគាត់ថាយើងឃើញប្រឡងទៅនឹងស្អាតហើយមានកន្លែងម្លប់មានអីយើងអាចសារៈពេលថ្ងៃបានអញ្ចឹងណាព្រោះសារថា plan របស់យើងនេះគឺយើងអត់ចង់ទៅបបកត្រីដើម្បីបានត្រីមកផ្ទះទេគឺយើងជួបជុំគ្នាថ្ងៃសៅរ៍អាទិត្យអញ្ចឹងណាហើយយើងមានប្អូននៅខាងមង្គលបរិយហើយនឹងមិត្តភ័ក្តិខ្ញុំនៅខាងស្រីស្ពាន់នេះគឺណាត់គ្នាជុំគ្នានៅខាងបន្ទាយនាងអញ្ចឹងណាហើយសម្រាប់ថ្ងៃនេះគឺអារម្មណ៍ដែលសេតបំផុតហ្នឹងគឺដងបាទគឺបាក់ដងមួយបាក់ហ្នឹងគឺបាក់ដោយសារតែវត្តត្រីមិនជាធំអីណាទេហើយលទ្ធផលក៏មិនបានអីចេះកាក់កបណាដែរនេះលទ្ធផលគឺប៉ុណ្ណឹងឯងទូចមិនសូវជាមានត្រីធំអីណាទេគ្រាន់ថាយើងបានមកបាយថ្ងៃត្រង់បានមកដុតបាយថ្ងៃត្រង់អញ្ចឹងណាហើយបន្ទាប់ពីខ្ញុំបាក់ដងធំហ្នឹងក៏យើងបាក់ដងតូចក៏យើងលេងដងធំម្ដងអញ្ចឹងហើយប្រឡងគឺបែបនេះគឺអែម natural មែនទេនេះគឺស្មាត់កូនស្មាត់គឺគេចូលមួយហើយបាទគឺប្រឡងនេះគឺខ្ញុំគប់មកព្រឹកអីគឺគេទៅគប់តាមក្រោយក៏ចូលមួយទៅហើយគេចូលក៏គេមនួតឥឡូវទៅស្ដាប់សំឡេងតិចណាហ្នឹងហើយអូខេបាទអូត្រូវបាទត្រូវតែមិនដល់1គីឡូទេត្រីនេះបើខ្ញុំស្មាតប្រហែល1ខាំបាទអូអែមនេះមកសុំសួរចំណាប់អារម្មណ៍មួយតើមានអារម្មណ៍មិនដែរពេលបបកត្រីប្រឡងគេយកប្រឡងគេអញ្ចឹងអត់ទេអាហ្នឹងនិយាយពីសមត្ថភាពនិយាយទឹកដៃហ៎ម្ចាស់ប្រឡងនេះគាត់អស់សមត្ថភាពរកអត់ទេតែដូចមេបដាកូនមិញត្រីស្រែស្រួលណែជួយនឹងស្រែតែដូចមេបដាកូនហ្នឹងហើយបន្ទាប់ពីខ្ញុំគប់មកព្រឹកមកក៏យើងបានត្រីដុតញ៉ាំអីជុំគ្នាទៅបាយបឹងជុំគ្នាទៅក៏ត្រឡប់ក៏យើងបែកគ្នាអញ្ចឹងណាក៏យើងលេងសារតែយើងមានរវល់យើងអាចលេងដល់ល្ងាចបានទេអញ្ចឹងបន្ទាប់ពីយើងបាយជុំគ្នាមកក៏យើងបែកគ្នាត្រឹមហ្នឹងទៅហើយសម្រាប់វីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនបងប្អូនទស្សនាកុំភ្លេច like និង share ផងអរគុណច្រើន